ក្រុមអ្នកផលិតអ្នកកែច្នៃនិងអ្នកជួញដូរស្វាយកម្ពុជាបង្កើតសហព័ន្ធរួមគ្នាដើម្បីជំរុញគុណតម្លៃនិងទំនុកចិត្តលើវិស័យស្វាយក្រុមអ្នកផលិតអ្នកកែច្នៃអ្នកជួញដូរនិងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយកម្ពុជាបានប្រមូលផ្ដុំគ្នាបង្កើតជាសហព័ន្ធអភិវឌ្ឍស្វាយកម្ពុជាដើម្បីបង្កើតស្ថាប័នឯកជនថ្នាក់ជាតិមួយសម្រាប់សម្របសម្រួលនិងលើកកម្ពស់គុណតម្លៃក៏ដូចជាទំនុកចិត្តលើវិស័យស្វាយកម្ពុជាទាំងមូលក្នុងពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធនៅខេត្តសៀមរាបនាថ្ងៃទី17 ខែតុលាលោកស្រីអ៊ុនផល្លាតំណាងក្រុមការងារបានបង្ហាញថាការបង្កើតសហព័ន្ធនេះគឺសំដៅធ្វើឲ្យទីផ្សារក្នុងស្រុកនិងអន្តរជាតិបានស្គាល់គាំទ្រនិងទទួលស្គាល់កម្ពុជាជាប្រភពផ្គត់ផ្គង់ស្វាយដ៏សំខាន់ប្រកបដោយគុណភាពភាពប្រកួតប្រជែងនិរន្តរភាពនិងការពារបរិស្ថានតាមរយៈនេះវិស័យស្វាយនឹងក្លាយជាផ្នែកសំខាន់មួយដែលជួយលើកកម្ពស់ជីវភាពកសិករបង្កើនសេដ្ឋកិច្ចសម្រាប់គ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិលោកស្រីអ៊ុនផល្លាបានឲ្យដឹងថាតាមរបាយការណ៍របស់ក្រសួងកសិកម្មផលិតកម្មស្វាយរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ដោយនៅឆ្នាំ2024ទិន្នផលស្វាយសរុបនៅទូទាំងប្រទេសមានប្រមាណ 2.2 លានតោនលើផ្ទៃដីដាំដុះប្រមាណ 150,000 ហិកតាបរិមាណផលិតផលស្វាយនេះបានរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណជាង$500 លានអាមេរិកក្នុងមួយឆ្នាំទោះជាយ៉ាងណាយើងទទួលស្គាល់ថាវិស័យស្វាយនៅមានចំណុចខ្សោយលើការកែច្នៃផ្លែស្វាយនិងទីផ្សារនាំចេញដែលចាំបាច់ត្រូវគៀងគរវិនិយោគិនឲ្យមកបោះទុនលើការកែច្នៃដើម្បីឲ្យកម្ពុជាអាចនាំចេញស្វាយដោយផ្ទាល់ទៅកាន់ទីផ្សារចុងក្រោយនៃប្រទេសនាំចូលឯកឧត្តមវ៉ារ៉ុតសានរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ថាដំណាំស្វាយនៅតែមានឧបសគ្គច្រើនដែលត្រូវរួមគ្នាដោះស្រាយជាពិសេសបញ្ហានៅរដូវប្រមូលផលដែលតម្លៃធ្លាក់ចុះនិងកង្វះខាតការកែច្នៃក្រៅពីយកទៅចោលឬធ្វើជាតិចតួចឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី7បានគិតគូរគ្រប់ជ្រុងជ្រោយក្នុងការជួយដល់វិស័យកសិកម្មហើយការបង្កើតសហព័ន្ធអភិវឌ្ឍស្វាយកម្ពុជានេះជាផ្នែកមួយនៃការជំរុញវិស័យស្វាយឲ្យរីកចម្រើនឯកឧត្តមបានបន្ថែមថាសហព័ន្ធអភិវឌ្ឍស្វាយកម្ពុជានាពេលអនាគតនឹងមានតួនាទីសំខាន់ៗដូចជាផ្នែកមួយក្នុងការរៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីដំណាំស្វាយនៅកម្ពុជាធ្វើបច្ចុប្បន្នភាពទិន្នន័យស្វាយជាប្រចាំដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនិងនិរន្តរភាពផ្សព្វផ្សាយទូលំទូលាយអំពីផលិតផលស្វាយកម្ពុជាទៅលើឆាកអន្តរជាតិតាមរយៈការចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងសកម្មភាពពាក់ព័ន្ធប្រមូលគៀងគោនិងសម្របសម្រួលផលិតករពាណិជ្ជករអ្នកនាំចេញសម្ដៅជំរុញការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញស្វាយស្រស់និងផលិតផលកែច្នៃនិងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនិងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យស្វាយព្រមទាំងស្វែងរកជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍជាតិអន្តរជាតិដើម្បីពង្រឹងផលិតកម្មនិងពង្រីកទីផ្សារ